នាយកប្រតិបត្តិបានប៉ះបុគ្គលិកស្រីម្នាក់របស់គាត់រាងកាយផ្ទុះឡើងកន្ទួលភ្លាមចាប់តាំងពីបន្ទាប់មកនៅពេលណាដែលស្ត្រីម្នាក់ចូលទៅជិតគាត់និងគេចវិដោយសភាពគិតប៉ុន្តែក្នុងអំឡុងពេលមួយក្នុងពេលសម្ភាសស្ត្រីនោះបានបោះជំហានចូលមកជិតអង្វរគាត់ឲ្យសរសេរប្រវត្តិរូបសង្ខេបរបស់អ្នកអានភ្លាមនោះទាំងពីរបានដួលរលំចុះចតដោយចៃដន្យបូមាត់មួយតូននិងបូមាត់មួយនាយកប្រតិបត្តិលោតឡើងដោយភ័យស្លន់ស្លោប្រញាប់ប្រញ័រលាបថ្នាំរបស់គាត់ក្រែមសម្រាប់អាឡៃស៊ីប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលណាស់នេះពេលវេលាគ្មានប្រតិកម្មអ្វីទាំងអស់ស្ត្រីនោះបានសម្លឹងមើលខ្មាស់អៀនខណៈពេលដែលនាយកប្រតិបត្តិបានពង្រេកខ្លួនភ្នែកសួរថាតើមានកន្ទួលលេចឡើងដែរឬទេនាងមិនបានចំអកឲ្យនរណាម្នាក់តតែសោះគាត់ថែមទាំងមើលទៅកាន់តែច្បាស់ទៀតផងសង្ហានាយកប្រតិបត្តិញឹមដោយក្តីរីករាយខណៈពេលដែលស្ត្រីនោះគិតថានាងទើបតែត្រូវបានជួលតាមពិតទៅគាត់ពិតជារំភើបណាស់ស្វែងរកស្ត្រីម្នាក់ដែលបានព្យាបាលគាត់អាឡៃស៊ីនៅពេលដែលស្ត្រីនោះបានដើរថយក្រោយនាយកប្រតិបត្តិស្រាប់តែថើបនាងម្ដងទៀតដូចជាក្មេងគាត់បានអបអរសាទរអ្នកត្រូវបានជួលប៉ុន្តែស្ត្រីម្នាក់បានទះកំភ្លៀងគាត់អ្នកត្រូវបានបណ្ដេញចេញមុនពេលប្រញាប់ចេញទៅនាយកប្រតិបត្តិបានយកប្រវត្តិរូបសង្ខេបរបស់នាងមកមើលភ្ញាក់ផ្អើលពេលឃើញឈ្មោះដូចគ្នានឹងគាត់ភរិយារៀបការផ្លឹបផ្លែតកាលពី3ឆ្នាំមុនដោយសារសម្ពាធពីម្ដាយរបស់គាត់ក៏ជំពប់ដួលចូលទៅក្នុងសាលរំស្រវឹងហើយមិនប្រយ័ត្នគាត់បានបោះលុយប្រកាសថាអ្នកណាដែលចង់រៀបការគួរតែចិញ្ចឹមដៃរបស់ពួកគេស្ត្រីនោះវិលមុខហើយស្រវឹងស្រាលើកដៃឡើងពីកណ្ដាលទុកបេះដូងរបស់នាយកប្រតិបត្តិលោតញាប់គាត់ប្រញាប់ប្រញ័រស្នើសុំភ្លាមប៉ុន្តែស្ត្រីពុតខ្លួនក្អួតគ្រប់កន្លែងនាងគ្រាន់តែលើកដៃឡើងដើម្បីនិយាយថានាងចង់ក្អួតនាយកប្រតិបត្តិយល់ច្រឡំទឹកនាងត្រង់ដើម្បីចុះបញ្ជីអាពាហ៍ពិពាហ៍ព្រឹកបន្ទាប់ស្ត្រីនោះភ្ញាក់ពីដំណេកនៅម៉ោងផ្ទះចងចាំអ្វីគ្រប់យ៉ាងដោយភាពភ័យរន្ធត់បុរសនោះក៏ស្រឡាំងកាំងដែរដោយគិតថាវាគ្រាន់តែជាសុបិនរហូតដល់សម្បត្តិអាពាហ៍ពិពាហ៍សម្លឹងមកគាត់វិញម្ដាយរបស់គាត់រីករាយខ្លាំងណាស់ដោយប្រកាសថាពិធីមង្គលការនឹងក្លាយជាប្រារព្ធឡើងនៅថ្ងៃស្អែកទីម៉ាន់ភ័យស្លន់ស្លោកំពុងកក់សម្បត្តិទៅក្រៅប្រទេសដើម្បីលាក់ខ្លួនរយៈពេល3ឆ្នាំក្មេងស្រីនោះប្រញាប់ប្រញាល់ទៅដាក់ពាក្យលែងលះគ្រាន់តែត្រូវប្រាប់ថាភីគីទាំងពីរត្រូវតែមានវត្តមានប៉ុន្តែពួកគេមិនដឹងផងឈ្មោះគ្នាទៅវិញទៅមកទុកឲ្យតែទូរស័ព្ទលេខវាសនាមានផែនការផ្សេងទៀត3ជាច្រើនឆ្នាំក្រោយមកបុរសនោះបានត្រឡប់មកផ្ទះវិញនៅថ្ងៃដំបូងក្មេងស្រីនោះបានដើរចូលទៅក្នុងផ្ទះរបស់គាត់ក្រុមហ៊ុនសម្រាប់ការសម្ភាសនាងបានប្រកែកចូលទៅក្នុងការិយាល័យរបស់គាត់ដោយអស់សង្ឃឹមក្នុងការប្រកួតខ្លួនប្រវត្តិរូបសង្ខេបរបស់នាងប៉ុន្តែដូចដែលមនុស្សគ្រប់គ្នាដឹងហើយថាបុរសមានអាឡែស៊ីនឹងស្ត្រីប៉ុន្តែក្មេងស្រីនោះបន្តដើរចូលមកជិតរហូតដល់ពួកគេទាំងពីរបានដួលរំលើកនេះបុរសម្នាក់បានរកឃើញការពិតដ៏គួរឲ្យភ្ញាក់ផ្អើលនាងគឺជាថ្នាំព្យាបាលតែមួយគត់គាត់ទូចឲ្យនាងស្នាក់នៅប៉ុន្តែក្មេងស្រីនោះគិតថាគាត់ជាមនុស្សចម្លែកហើយរត់គេចខ្លួននៅឯក្រុមហ៊ុនច្រកចូលទូរស័ព្ទរបស់នាងរត់មន្ទីរពេទ្យទាមទារថ្លៃវះកាត់ជាបន្ទាន់នាងមានគ្មានជំរឿអ្វីក្រៅពីហៅអ្នកជួលនាងឲ្យមកសុំទានទេសម្រាប់ជួលទន្ទឹមនឹងនេះរឿងខ្លីនីមួយមានម្ដាយម្នាក់ដែលមានល្បិចកលនាងបានប្រគល់បុរសនោះឲ្យផ្កានឹងអាសយដ្ឋានកំពុងបញ្ជាគាត់ទៅលេងភរិយារបស់គាត់ដែលទើបរៀបការថ្មីបុរសនោះយល់ព្រមដោយគិតថាវាដល់ពេលហើយសម្រាប់ការលែងលះប៉ុន្តែពេលគាត់មកដល់គាត់បានឃើញនាងនៅក្នុងដៃរបស់បុរសម្នាក់ទៀតគាត់សន្មតថានាងបានបោកប្រាស់ Stormingov ដោយកំហឹងនៅឯក្នុងពេលជាមួយគ្នានោះម្ដាយរបស់គាត់បានទៅត្រង់មន្ទីរពេទ្យហើយនៅច្រកចូលដែលនាងបានរត់ចូលទៅក្នុងក្មេងស្រីនោះក្រឡេកមើលមួយផ្លែតនាងស្គាល់កូនប្រសាររបស់នាងភ្លាមរំភើបចិត្តយ៉ាងខ្លាំងនាងក៏ប្រញាប់ប្រញាល់ទៅមុខហើយទូរស័ព្ទទៅក្រុមគ្រួសាររបស់នាងឥឡូវនេះម្ដាយបានណែនាំខ្លួននាងដែលធ្វើឲ្យក្មេងស្រីនោះភ្ញាក់ផ្អើលការចងចាំនាងបានជេរប្រមាថដោយកំហឹងដោយហៅបុរសម្នាក់ដែលជាមនុស្សល្ងងប៉ុន្តែនៅក្រោមម្ដាយសម្ពាធក្មេងស្រីអង្គុយចុះដោយឆ្គងប៉ុន្តែនាងនៅតែទូចលើរឿងនេះអាពាហ៍ពិពាហ៍ត្រូវតែបញ្ចប់នៅពេលនោះបុរសនោះបានហៅគាត់បាននិយាយថាគាត់បានទៅលេងរួចហើយផ្ទះរបស់នាងអាពាហ៍ពិពាហ៍នេះត្រូវតែហើយក្មេងស្រីនោះឆក់ទូរស័ព្ទនាងខឹងយ៉ាងខ្លាំងបានស្ដីបន្ទោសគាត់យ៉ាងធ្ងន់ធ្ងរបន្ទាប់មកបានស្រែកថាពួកគេលែងលះគ្នានៅព្រឹកស្អែកភ្ជុះភ្លៀងនាងបានចាក់ចេញពីម្ដាយដែលនៅពីក្រោយច្បាស់ណាស់ថានាងស្រឡាញ់នាងណាស់ពេលត្រឡប់មកផ្ទះវិញម្ដាយបានស្ដីបន្ទោសកូនប្រុសរបស់នាងផ្ទុយទៅវិញនាងបានទាមទារពួកគេជួបគ្នានៅយប់ស្អែកប៉ុន្តែបុរសរឹងរូសបានជ្រើសរើសរត់គេចខ្លួនម្ដងទៀតពេលគាត់អង្គុយក្នុងឡានជំនួយការរបស់គាត់បានទូរស័ព្ទទៅគាត់បានរាយការណ៍ពីក្មេងស្រីនោះគាត់មិនមែនអាឡែស៊ីទៅនឹងការធ្វើការនៅក្លឹបរាត្រីបុរសនោះបានប្រញាប់ប្រញាល់មកត្រឹមតែរកឃើញនាងត្រូវបានហុំព័ទ្ធដោយក្រុមចោរគាត់បានដើរក្នុងការជួយសង្គ្រោះវីរបុរសក្មេងទំនើងបានកកស្ទះដោយដឹងថាគាត់ជាបុរសដែលមានជាងគេបំផុតនៅក្នុងដើមទុនបុរសនោះបានធ្វើការផ្លាស់ប្ដូរនេះដោយផ្ដល់ជូនក្មេងស្រីនេះជាកិច្ចព្រមព្រៀងមួយគាត់ចង់បាននាងជារបស់គាត់មិត្តស្រីកិច្ចសន្យាគ្រាន់តែដើម្បីបញ្ចុះបញ្ចូលគាត់ម្ដាយក្មេងស្រីនោះស្ទាក់ស្ទើរប៉ុន្តែមន្ទីរពេទ្យនៅតែគ្មានជំរឿអ្វីទៀតទេផ្លូវត្រឡប់ទៅផ្ទះវិញនាងងុយគេងពាក់កណ្ដាលភ្លាមនោះនាងបានផ្អៀងខ្លួនហើយថើបគាត់គឺដូចជា3ឆ្នាំមុនស្រវឹងវិលមុខនឹងរៀបការដោយកំហុសសូម្បីតែឥឡូវនេះនាងក៏មិនបានរៀបការដែរបានរៀនមេរៀនរបស់នាង